ដែនដីសវណ្ណភូមិបេះដូងនៃកម្ពុជានីសកម្មនៃសង្គ្រាមជាក្តីទុក្ខវេទនាអារម្មណ៍នៅក្នុងចិត្តវាពិបាកនឹងពណ៌នានេះជាពេលយើងរួមសុខរួមទុក្ខជាមួយគ្នាខ្ញុំក៏លេខទៅហត្ថពោពេញទៅដោយឈាមខ្ញុំស្រែកសុទេវតានេះឬគឺជាសង្គ្រាមគាត់តែចង់បានសន្តិភាពចាំបាច់អីបង្ហូរឈាមឬអ្នកគិតថាខ្មែរអន់ទើបចង់មកឈ្លានពានប្រសាទទៅបានកំទេចឲ្យយើងធ្វើដូចមិនដេចក្នុងនាមជាកូនខ្មែរបេះដូងខ្ញុំវាស្ទើរតែខ្ទេចគេដំណើររាប់ពាន់ឆ្នាំទៅរលាយតែមួយប្រព្រឹត្តសុថាអ្នកណាមួយដែលមិនឈឺមានអារម្មណ៍យ៉ាងម៉េចវិរៈជនកងទ័ពបូជាដើម្បីទឹកដីសមរភូមិជួរមុខគ្មានសម័យចំណៃហេតុអ្វីអ្នកមួយចំនួនប្រើរបស់ជាសាសដតីពេលណាទៅភ្ញាក់រលឹកឬមួយចាំទៅបាត់ទឹកដីពីត្រឹមមួយកញ្ចក់ពងមាន់តែមួយគ្រាប់សត្រូវមិនបញ្ចប់ពុកតស៊ូទប់ឲ្យជាប់អំបុកក្តាប់នឹងដៃកំភ្លើងនឹងរីកាយជាសាសតែចង់រៃគ្នាថ្ងៃវិលត្រូវតែងាប់រួមគ្នាមកមីញឹកស៊ូពីយប់ទៅដល់ព្រឹកបាយទឹកកលីងនឹកដើម្បីតបខ្មែរទៅសឹកពួកយើងជិះជាប់ជាអ្នកចំបាំងប្រវត្តិសាស្ត្រចាជាអ្នកខ្លាំងវាយតបសត្រូវមិនឲ្យតតាំងឲ្យខ្លាចជាខ្មោចបើចង់ទៅខ្មាស់លេងនឹងខ្មែរអ្នកឯងនឹងខ្មាស់ខ្លារៀបលេងតែនៅមកដាស់ឲ្យអ្នកឯងดูនៅលើដីឲ្យស្គាល់ថាអីជាខ្លាចជើងចាស់កងតបខ្មែរយើងក្លាហានប្រយុទ្ធទូឈាមដូចទុនលេមួយម៉ែក៏គុំសង្ឃឹមបានយើងឲ្យទៅវិញដៃទៅទេកម្មជាតិធៀបប្រមាណឡានមកគោដោយអាចភេទក្នុងនាមជាសិល្បករសំលេងអាវុធតាមសំលេងឈាមខ្មែរតែមួយយើងរួមជាកម្លាំងសូមអ្នកកុំព្រួយយើងរួមគ្នាតតាំងស្មារតីមួមុនយើងប្រយុទ្ធប្រឆាំងទូថ្ងៃអស្ដងគុណក៏ជាតិយើងចែងចាយយើងទទួលសន្តិភាពផេះផលដែលបន្សល់ពីសង្គ្រាមចូលជាលឿនឋានអង្គអាចក្លាហានមិនឲ្យចោលឈានជើងមួយជំហានក្រណាត់យន់ពត់ឈៀងគុណអ្នកម្ដាយស្លាប់ដើម្បីជាតិលោកគុំស្ដាយព្រលឹងនៅការពីមាតុភូមិមិនទៅឆ្ងាយលោកត្រាតែជាតិសុខសប្បាយឲ្យមិនមកឲ្យទីកំភ្លើងមិនស្ត្រូវអីខ្ចាត់មានប្រជាជនជាកម្លាំងដូចអាវុធសម្ងាត់ជាងតស៊ូឲ្យពាក់លីរួមគ្នាជាកំហាប់លើកទង់ជ័យខ្មែរឡើងទៅលើធ្វើឲ្យខ្មាំងរសាត់កុំចាត់វាអន្តរាយទាំងចិត្តឲ្យអង្គអាចក្លាហានត្រៀមរួចជាស្ដាយកំចាត់សត្វនិរិឆានទាំងដីសាសិទ្ធមានអ្នកអាចរំខានបងប៉ះលួចពាល់ដាច់ក្បាលមិនខានតើយើងតាំងចំហដើម្បីជាតិមានទៅភូមិต้องវិរៈតបជាខាងទាំងមូលឆាន់តែជាអន្តរអ្នកបំពាក់ចិត្តតស៊ូដាច់ខាត់យកជ័យជំនះជនជាតិគ្រប់រូបសម្រេចពីរោគជ័យដែលផ្លែបន្តដំណើរដូចគោផ្ចាញ់នេះទាំងវងទោះមានសិទ្ធត្រូវលេចការជើងត្បូងជងចាប់យើងមិនបានសាមគ្គីរឹងដូចខំកំភ្លើងឈរជើងជាមួយចិត្តអង្អាចតតាំងកម្លាំងដូចតោសម្បត្តិត្រឹមចោលតែខ្មែរមិនដែលខ្លាចតែខ្មែរមិនដែលព្រឺនឹងជាសាសចောင်းមកសៀតអវៈយើងវៈជាមនុស្សតែខួបមិនបាននឹងសត្វធាតឈាមស្រស់សាច់ស្រស់វិរៈភាពដ៏ក្លាហានពីយាតបពីដូនតាមិនឲ្យអ្នកណាមកឆាឆាយបានតាំងពីដើមខ្មែរមិនដែលល្មួតនឹងសង្គ្រាមតែបើគេចង់មានបញ្ហាយើងមិនរអានឹងការបង្ហូរឈាមខ្មែរមិនមែនចំណីដែលពួកឯងសួរទៅបាក់ស៊ីប្រទេសតូចមែនប៉ុន្តែចិត្តធំជាងផែនទីឲ្យពួកឯងងប់ពីព្រោះមើងងាយកម្ពុជាកងទ័ពយើងឈរតតាំងមើលខ្មាំងរត់ចែកជើងគ្នាឈាមខ្មែរ